នេះគឺជាមូលហេតុដែលនាំឲ្យរូបចម្លាក់សម្រិតរបស់ខ្មែរយើងទៅដល់ប្រទេសភូមាដែលរតនសម្បត្តិទាំងអស់នោះត្រូវបានគេនាំយកចេញអំពីអាណាចក្រអង្គរកាលពីជាង500ឆ្នាំមុនមានរឿងមួយដែលធ្លាប់ឮអ៊ំប្រុសម្នាក់បានទៅដល់ប្រទេសភូមាហើយគាត់បាននិយាយថាជនជាតិភូមាគេតែងជឿថាពេលយប់អាចឮសំឡេងយំចេញអំពីរូបចម្លាក់ទាំងអស់នេះស្រែកយំចង់ត្រឡប់ទៅស្រុករបស់ខ្លួនវិញតើវាគឺជារឿងពិតទេនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្គាល់នៅរតនវត្ថុទាំងនោះថាតើរតនសម្បត្តិទាំងអស់នេះត្រូវបានបាត់បង់ពីប្រទេសកម្ពុជាយើងតាំងពីពេលណាហើយមូលហេតុអីបានជារូបសម្រាប់ទាំងអស់នោះទៅដល់ប្រទេសភូមាសប្តាហ៍ថ្ងៃអរគុណដល់ផលិតផលទឹកយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាក់អ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើបងប្អូនដឹងទេថារូបចម្លាក់ទាំងនោះត្រូវបានដឹកចេញអំពីអង្គរធំនៅក្នុងឆ្នាំ1431ក្នុងពេលដែលស្ដេចថៃព្រះនាមព្រះបរមរាជាទី2ក្នុងគណៈពេលដែលទ្រង់បានវាយដណ្ដើមហើយកាន់កាប់បានទីក្រុងអង្គរធំបើយោងលើការឡាប្រវត្តិស្ដេចព្រះបរមរាជាទី2ឆ្នាំ1424ដល់ឆ្នាំ1448ទ្រង់បានដឹករតនសម្បត្តិរបស់ជនជាតិខ្មែរយើងទាំងនោះរួមមានព្រះកែវព្រះគោព្រះភ្លើងសឹងហើយនឹងចម្លាក់សត្វផ្សេងទៀតចេញអំពីរាជធានីអង្គរធំទៅកាន់ទីក្រុងអយុធ្យាការឡាប្រវត្តិសៀមបានឲ្យដឹងថារបស់ទាំងនោះត្រូវបាននាំចេញអំពីស្រះកែវទៅកាន់អយុធ្យានៅចម្លាក់ព្រះភ្លើងនិងព្យាតីព្រមទាំងព្រះគោលង្កៈហើយនឹងចម្លាក់សត្វផ្សេងឯទៀតយោងទៅតាមសិលាចារឹកនៅក្នុងសារមន្ទីរភូមាបាននិយាយថារូបសម្រិតដ៏ធំត្រូវបាននាំយកទៅប្រទេសមីយ៉ាន់ម៉ាពីប្រទេសថៃដោយស្ដេចបាយេណោងក្នុងឆ្នាំ1563នៃគ្រិស្តសករាជយោងតាមកំណត់ត្រាប្រវត្តិសាស្ត្ររបស់អ្នកស្រាវជ្រាវពិភពលោករូបសម្រិតទាំងនេះមានដើមកំណើតមកពីប្រាសាទអង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការដួលរលំនិងការបំផ្លិចបំផ្លាញនៃទីក្រុងហង្សវតីរបស់មីយ៉ាន់ម៉ានៅក្នុងឆ្នាំ1598នៅពេលដែលស្ដេចថៃឈ្មោះបាយ៉ាណារិទ្ធបានវាយលុកអាណាចក្រតុងហ្គោនៅក្នុងឆ្នាំ1599ស្ដេចរ៉ាខីនបានប្រយុទ្ធជាមួយភាគីមីយ៉ាន់ម៉ាស្ដេចថៃត្រូវបានបរាជ័យនៅក្នុងសង្គ្រាមនោះជាលទ្ធផលរូបសំណាកដ៏ធំទាំងនេះត្រូវបាននាំយកមកវិញស្ដេចភូមានៃអាណាចក្រតុងហ្គោដោយដឹងគុណដល់ស្ដេចរ៉ាខីនដែលបានធ្វើសង្គ្រាមឈ្នះទ្រង់ក៏បានប្រទាននូវទ្រព្យសម្បត្តិផ្សេងដល់គាត់រួមទាំងរូបសម្រិតធំទាំងនេះផងដែរនៅក្នុងឆ្នាំ1784ក្នុងរជ្ជកាលព្រះបាទវេស្សនៈព្រះអង្គម្ចាស់បាននាំយករូបព្រះមហាមុនីមកវិញបន្ទាប់ពីការដង្ហែជ័យជំនះរបស់ព្រះអង្គពីដិនស្យវតីក្នុងរដ្ឋរាខានព្រមជាមួយរូបព្រះមហាមុនីព្រះអង្គម្ចាស់ក៏បាននាំយករូបសម្រិតមកវិញទុកជាគ្រឿងបំផ្លិចបំផ្លាញសល់ពីសង្គ្រាមនោះហើយគឺជាមូលហេតុដែលនាំឲ្យយើងឃើញរូបសម្រិតនៅទីនេះមកដល់សប្តាហ៍ថ្ងៃនេះរូបសម្រិតធំរួមមានទី1រូបសំណាកដំរីអៃរវ៉ាន់ត្រូវបានគេស្គាល់ថាអៃរវ៉ាន់នៅមីយ៉ាន់ម៉ានិងច័ន្ទសុំស៊ីនជាភាសាថៃទី2រូបសំណាករាជសីហ៍ឬតោនៅមីយ៉ាន់ម៉ាគេហៅថារ៉ាហ្គាស៊ីហាទី3រូបសំណាកបរោះសម្រិតរូបសំណាកមួយមានកម្ពស់8ហ្វីតនិងរូបសំណាកមួយទៀតមានកម្ពស់7ហ្វីតហើយទាំងនេះគឺជាអត្ថបទបកប្រែអំពីផ្ទាំងសាលាចារឹកដែលបានសរសេរនៅក្នុងសារមន្ទីរនៃប្រទេសភូមាសប្តាហ៍ថ្ងៃទាំងនេះគឺជាសាច់រឿងខ្លះៗអំពីរូបសម្រិតរបស់ខ្មែរយើងដែលបានទៅដល់ប្រទេសភូមាសប្តាហ៍ថ្ងៃហើយសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរអំពីរូបសម្រិតទាំងអស់នេះថាតើបងប្អូនទាំងអស់គ្នាចង់ឲ្យរូបសម្រិតទាំងអស់នោះមកដល់ប្រទេសកម្ពុជាវិញដែរទេសូមខមមិនខាងក្រោមឲ្យខ្ញុំដឹងផងហើយជួបគ្នានៅវីដេអូក្រោយជំរាបសួរបងប្អូនទាំងអស់គ្នាជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីហើយតើបងប្អូនទាំងអស់គ្នាបានត្រៀមសម្ភារៈក៏ដូចជាទេយ្យទានសម្រាប់ជូនអ្នកមានកូនមានឪពុកម្ដាយលោកយាយលោកតាហើយឬនៅក្នុងវីដេអូនេះខ្ញុំចង់ណែនាំបងប្អូនឲ្យស្គាល់នៅផលិតផលទឹកយិនសិនម៉ាក់អ៊ីដែលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះគឺគាត់មាន promotion ពិសេសបើសិនជាបងប្អូនទិញកេះទូចតម្លៃត្រឹមតែ$21គឺបងប្អូននឹងទទួលបានថ្នាំដុសធ្មេញ free ហើយនឹងសេវាដឹកជូនបងប្អូនទាំងអស់គ្នាព្រោះរាល់ឡើងបងប្អូនទាំងអស់គ្នា promotion នេះគឺមានកំណត់ត្រឹមតែថ្ងៃចូលឆ្នាំហ្នឹងទេផុតពីចូលឆ្នាំហ្នឹងគឺអស់ promotion ហើយអរគុណបងប្អូនទាំងអស់គ្នា